ខ្ញុំឈ្មោះអេងឆ្នាំនេះមានអាយុ40ឆ្នាំជាងហើយត្រឡប់ទៅកាលពី30ឆ្នាំមុនណាខ្ញុំគឺជាក្មេងម្នាក់រស់នៅតំបន់ជនបទមួយដែលមានភ្នំនិងព្រៃច្រើនហើយអ្នកភូមិនៅចំនួននោះគេប្រកបរបរធ្វើស្រែចម្ការជាគោលបើនិយាយពីជីវភាពគ្រួសាររបស់ខ្ញុំពេលនោះមិនសូវជាធូរធារប្រមាណទេព្រោះតែម៉ែពុកមិនមានដីចម្ការធ្វើដោយគេឡើយពីមួយថ្ងៃទៅមួយថ្ងៃពួកគាត់ចេញទៅរកស៊ីឈ្នួលគេដាំពោតដាំតលងអីអញ្ចឹងទៅព្រោះថាចំនួននោះគេមិនទាន់មានម៉ាស៊ីនដាំអូតូដូចឥឡូវឡើយបើនិយាយពីវ័យកុមារភាពរបស់ខ្ញុំកាលពីចំនួននោះគឺថាសប្បាយខ្លាំងណាស់ទំនេរពីរៀនខ្ញុំនឹងពួកម៉ាក់ក្នុងភូមិតែងតែនាំគ្នាដើរលេងទៅនេះទៅនោះបាញ់សត្វចាប់ត្រីបេះផ្លែឈើនិយាយទៅឲ្យតែទំនេរដឹងតែចេញដើរហើយដោយសារតែភាពល្ពើល្ពើរបស់ខ្ញុំនិងមិត្តភក្តិខ្ញុំនឹងហើយទើបធ្វើឲ្យថ្ងៃមួយក្រុមខ្ញុំក៏បានជួបរឿងចម្លែកមួយកាលនោះតាមចាំបានខ្ញុំរៀនថ្នាក់ទី5ហើយសាលាដែលខ្ញុំរៀននោះគឺស្ថិតនៅក្នុងបរិវេណវត្តមួយនៅក្នុងភូមិដោយសាលានិងវត្តគឺស្ថិតនៅក្នុងបរិវេណតែមួយតែម្ដងហើយពីវត្តនោះទៅរំលងតែ4ផ្ទះគឺដល់ផ្ទះខ្ញុំល្មមនិយាយទៅផ្ទះខ្ញុំនិងសាលាគឺនៅជិតគ្នាទេហើយវេនដែលខ្ញុំរៀនកាលនោះគឺវេនពេលល្ងាចអញ្ចឹងមានថ្ងៃមួយដែលខ្ញុំចាំបានណាវាគឺជាថ្ងៃសុក្រម៉ោងប្រហែលជា12កន្លះខ្ញុំបានងូតទឹករៀបចំខ្លួនទៅសាលាពេលដែលទៅដល់ខ្ញុំនិងមិត្តភក្តិក៏នាំគ្នាអង្គុយលេងបើកសភៅរាប់រូបលេងរហូតដល់ម៉ោង1សំឡេងជួងក៏បន្លឺឡើងដែលបញ្ជាក់ប្រាប់ថាដល់ម៉ោងចូលរៀនហើយពេលដែលឮសំឡេងជួងបែបហ្នឹងពួកយើងក៏ឈប់លេងហើយនៅអង្គុយចាំបានមួយស្ទុះក្រោយមកគ្រូក៏បានមកដល់ហើយយើងក៏ចាប់ផ្ដើមរៀនការចំនួននោះតាមចាំបានណារៀនពេលរសៀលអញ្ចឹងគេអនុញ្ញាតឲ្យចេញលេង2ដងប៉ុន្តែនៅក្នុងថ្ងៃនោះដោយសារតែត្រូវមិនតន់កត់មេរៀនប្រហើយខ្ញុំនិងពួកម៉ាក់គ្មានបានចេញលេងអីទេរវល់តែកត់មេរៀនហើយទៅរំទៅហើយរួចរាល់ដល់ម៉ោងចេញទៅផ្ទះល្មមពេលហ្នឹងម៉ោង 4:50 នាទីសំឡេងជួងក៏បន្លឺឡើងឬបែបហ្នឹងគ្រប់គ្នាក៏នាំគ្នារៀបចំអីវ៉ាន់តែទុកនៅក្នុងថ្នាក់សិនហើយក៏ចេញទៅតម្រង់ជួរគ្រប់ទង់ជាតិមុននឹងទៅផ្ទះពេលដែលដើរទៅគ្រប់ទង់ជាតិនោះខ្ញុំក៏បានដើរទៅខ្សឹបប្រាប់អាធីថាហេអាធីគ្រប់ទង់ជាតិហើយលេងបិទពួនអត់ណាគេលេងខ្លះចាំអញទៅបបួលកណ្ណាវតីនឹងវិបុលលេងដែរលេងនិយាយគ្នាតែប៉ុណ្្នឹងហើយពួកយើងក៏នាំគ្នាទៅតម្រង់ជួរគ្រប់ទង់ជាតិហើយពួកយើងក៏បានចូលទៅក្នុងថ្នាក់ដើម្បីយកកាបូបមកដាក់នៅលើបងអង្គុយនៅក្រោមដើមឈើនៅមុខថ្នាក់ព្រោះគ្រូត្រូវចាក់សោបន្ទប់ទុកកាបូបហើយពួកយើងបានប្រមូលគ្នា5នាក់រួចក៏ចាប់ផ្ដើមប៉ាស៊ីងសុងប៉ាវហើយកាលនោះខ្ញុំប៉ាវចាញ់គេអញ្ចឹងមានន័យថាខ្ញុំគឺជាអ្នកចាំទីប៉ុន្តែពេលដែលប៉ាវហើយហ្នឹងទើបខ្ញុំនឹកឃើញរឿងមួយដែលចាស់ធ្លាប់បានប្រាប់ថាហាមលេងបិទពួននៅពេលយប់នឹកឃើញបែបហ្នឹងខ្ញុំក៏បាននិយាយទៅកាន់ពួកគេថាហេពួកឯងអញភ្លេចឈឹងមុនហ្នឹងអញធ្លាប់ឮចាស់និយាយថាកុំឲ្យលេងបិទពួននៅពេលយប់យើងដូរលេងអីផ្សេងដឹងឮអញ្ចឹងអាធីក៏និយាយថាហេឯងកុំមកល្បិចអត់មានមកប៉ាវចាញ់ហើយចង់គេកុកទេអញគេកុកទេតែអញធ្លាប់ឮចាស់និយាយអញ្ចឹងមែនចាស់គាត់ហាមលេងតែពេលយប់តើចុះឥឡូវមានយប់ណាមិនភ្លឺចេះហ្នឹងចេះខ្លាចទៅកើតទៅលេងក៏លេងក្រោយពីនិយាយគ្នាបែបហ្នឹងហើយខ្ញុំក៏បានបិទភ្នែករាប់ពី1ដល់10ហើយពួកគេក៏នាំគ្នារត់ពួន1 2 3 4 5 6 7 8 9 10ហើយនៅសួរបែបហ្នឹងហើយខ្ញុំក៏បើកភ្នែកវិញមើលទៅបាត់ពួកគេអស់បន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដើររកពួកគេដើរទៅក្រោយសាលាទៅខ្ញុំក៏បានរកឃើញវិសាលមុនគេអានេះវាដូចខ្វះកន្លែងពួនវាទៅរត់ពួននៅក្រោយលូដុតសារ៉ាមបន្ទាប់ពីរកវិសាឃើញហើយខ្ញុំក៏ដើរបន្តទៀតក៏ឃើញករណានិងវតីពួននៅក្បែរចេតិយហើយដើរទៅចំហៀងសាលាបន្តិចខ្ញុំក៏រកឃើញអាធីដែលវាបានរត់ទៅពួននៅក្បែររូបអ្នកតានៅក្រោមដើមពោធិ៍មួយកន្លែងកាលហ្នឹងដោយសារតែពួកលេងពេកពួកយើងមិនបានខ្វល់អីច្រើនទេក្រោយពីរកគ្នាឃើញអស់ហើយបែបហ្នឹងពួកយើងក៏នាំគ្នាលេងបន្តទៀតខ្ញុំសូមបញ្ជាក់ថាដោយសារតែខែនោះគឺជាខែងើតលឿនអញ្ចឹងពេលម៉ោងប្រហែលជា5កន្លះថ្ងៃចាប់ផ្ដើមលិចហើយតែលិចអីក៏លិចទៅពួកយើងមិនខ្វល់ទេព្រោះតែកំពុងតែសប្បាយផងលើកនេះវិសាគឺជាអ្នកចាំទីដោយសារតែខ្ញុំបានរកវិសាឃើញមុនគេអ
ចឹងពេលដែលវិសាបានរាប់ហើយខ្ញុំក៏បានរត់ទៅពួននៅខាងក្រោយជាមួយគេដែរតែដោយសារតែខ្លាចថាបើពួនជុំគ្នាអញ្ចឹងបើគេរកឃើញនឹងចាប់បានទាំងអស់តែម្ដងអញ្ចឹងពេលហ្នឹងខ្ញុំក៏បានរត់ទៅពួននៅកន្លែងរោងអ្នកតាដែលរកឃើញអាធីមុនហ្នឹងព្រោះតែនៅក្បែរហ្នឹងមានករងដាក់អង្កាម 2-3 ដែលអាចបាំងចិត្តបានអញ្ចឹងពេលហ្នឹងខ្ញុំបានទៅពួននៅកន្លែងអ្នកតាហ្នឹងដោយអ្នកផ្សេងទៀតពួននៅខាងក្រោយថ្នាក់ដដែលហើយដល់ពួនបានបន្តិចក្រោយមកខ្ញុំក៏ឃើញអាធីវារត់មកក្រាបពួនជាមួយខ្ញុំដែរឃើញវាមកអញ្ចឹងខ្ញុំក៏និយាយតិចដាក់វាថាហើយមកទៅអីប្រយ័ត្នគេចាប់បានទាំងអស់គ្នាអញពួនដែរមកនិយាយអញ្ចឹងហើយខ្ញុំក៏បានអង្គុយនៅខាងមុខលួចមើលគេតាមប្រឡោះករងហើយអាធីវានៅអង្គុយខាងក្រោយខ្ញុំកំពុងតែអង្គុយពួនលួចមើលគេនោះអាធីវាក៏បានយកដៃមកដាក់លើស្មារបស់ខ្ញុំប៉ុន្តែវាចម្លែកត្រង់ថាដៃវាឡើងត្រជាក់ដូចតកកអញ្ចឹងអាធីដៃឯងត្រជាក់មែនហ៎គ្រាន់តែនិយាយអញ្ចឹងហើយក៏លឺវិសាស្រ័យពីខាងមុខមកថាសញ្ញេកណាសញ្ញេវតីណ៎ឯឃើញអត់ពួកវាពួនជាមួយគ្នាគេរកឃើញម្ដងទាំងពីរអញ្ចឹងណាពេលហ្នឹងខ្ញុំនិយាយបានងាកមើលអាធីទេហើយនិយាយជាមួយវានឹងច្រើនណាវាអត់តបខ្ញុំសំបីតែមួយម៉ាត់ដល់លឺវានិយាយអញ្ចឹងខ្ញុំក៏បន្តនិយាយថាអាធីដកដៃឯងចេញមើលអានេះដៃត្រជាក់ដូចខ្មោចសញ្ញេអាធីអាធីលឺអញ្ចឹងខ្ញុំក៏គិតក្នុងចិត្តថាគេរកឃើញវានៅមុខតាចុះអាធីនៅក្រៅខ្ញុំនោះជាណាវិញអញ្ចឹងគិតបែបហ្នឹងហើយភ្លាមខ្ញុំក៏ងាកក្រោយស្រាប់តែពេលនោះបាត់អត់ឃើញអាធីទេដល់មើលទៅមុខទៅក៏ឃើញអាធីវាកំពុងតែដើរជាមួយវិសាលហើយវាទៅពីអង្ការអីក៏លឿនម្លេះបើមិញវាទៅតែប៉ះស្មាខ្ញុំហ្នឹងពេលហ្នឹងខ្ញុំគ្រាន់តែឆ្ងល់ធម្មតាតែប៉ុណ្ណោះតែខ្ញុំមិនបានគិតដល់រឿងខ្មោចអីទេហើយពេលនោះខ្ញុំក៏នៅពួនបន្តហើយបានបន្តិចក្រោយមកវិសាលក៏បានរកខ្ញុំឃើញពេលហ្នឹងខ្ញុំក៏មិនបានមកប្រាប់ពួកគេពីរឿងមិញទេហើយដល់លេងចប់ពីដៃនឹងហើយថ្ងៃក៏ចាប់ផ្ដើមលិចហើយពន្លឺក៏ចាប់ផ្ដើមស្រាលទៅម្ដងបន្តិចដែរឃើញបែបហ្នឹងខ្ញុំក៏និយាយថាយើងលេងម្ដាយចុងក្រោយណាយប់ហើយប្រញាប់ទៅផ្ទះតោះឥឡូវកណាអ្នកចាំទីនិយាយអញ្ចឹងហើយករណាក៏ចាប់ផ្ដើមបិទភ្នែករាប់ហើយពួកយើងក៏នាំគ្នារត់ពួនលើកនេះដល់គិតថាមេវគ្គបញ្ចប់ហើយខ្ញុំក៏បានរត់ទៅពួននៅក្បែរចាស់ដីមួយនៅជិតវិហារចំណែក3នាក់ទៀតក៏បានទៅពួននៅក្បែរដើមឈើដែលនៅជិតហ្នឹងពេលនោះករណាបានដើររកពួកយើងនៅឯក្រោយថ្នាក់ឯណោះព្រោះគិតថាពួកយើងទៅពួននៅកន្លែងដដែលឃើញអញ្ចឹងខ្ញុំក៏លួចសើចព្រោះតែរើកន្លែងពួនដែលគេមិនអាចរកឃើញបានកំពុងតែសប្បាយលួចសើចក្នុងចិត្តបែបនោះខ្ញុំបានឃើញអាធីវាក្រោកដើរចេញពីកន្លែងដើមឈើឃើញវាក្រោកដើរអញ្ចឹងខ្ញុំក៏និយាយតិចប្រាប់វាថាអាធីឯងដើរអញ្ចឹងតិចគេរកឃើញលើហើយពេលនោះអាធីវាងាកមកមើលខ្ញុំបន្តិចហើយវាក៏បានដើរទៅកន្លែងចាស់ដីមួយទៀតនៅខាងក្រោយបាត់ទៅហើយរវល់ទៅមើលអាធីងាកមកវិញក៏ឃើញកណ្ណាឈរនៅខាងមុខជុំក្តុំឆែមហើយមកតាំងពីអង្កាលសញ្ញេអាអេងដោយសារតែត្រូវគេរកឃើញបែបហ្នឹងខ្ញុំក៏បានដើរទៅកន្លែងដាក់កាបូបនៅមុខថ្នាក់មុនដើម្បីចាំគេពេលនោះមេចាប់ផ្ដើមងឹតតិចហើយបានមកផ្លេចក្រោយមកក៏ឃើញវិបុលនិងបតីដើរមកដែរអញ្ចឹងមានន័យថានៅសល់តែអាធីតែប៉ុណ្ណោះដោយសារតែមេកាន់តែយប់ទៅហើយខ្លាចតែនៅយូរទៀតដល់ផ្ទះម៉ែវាយពួកយើងក៏សម្រេចចិត្តឈប់លេងហើយក៏នាំគ្នាដើររកអាធីដើម្បីហៅវាទៅផ្ទះវិញហើយដោយសារតែមុនហ្នឹងឃើញអាធីវាទៅពួនកន្លែងចាស់ដីក្រោយកន្លែងខ្ញុំពួនអញ្ចឹងខ្ញុំក៏បានប្រមូលគ្នាដើរសម្ដៅទៅកន្លែងនោះប៉ុន្តែពេលដែលទៅដល់ពួកយើងអត់ឃើញមានអាធីទេជុំហើយវាទៅពួននៅណាវាអញ្ចឹងដល់រមមិនឃើញបែបហ្នឹងពួកយើងក៏នាំគ្នាបំបែកគ្នាដើររកប៉ុន្តែដើររកឡើងមកស្ទុះហើយក៏នៅតែមិនឃើញអាធីសោះតិចវាលួចទៅផ្ទះមុនទៅឥឡូវទៅមើលកាបូបវាសិនមើលបើបាត់កាបូបវាមានន័យថាវាលួចទៅផ្ទះមុនហើយគិតបែបហ្នឹងហើយពួកយើងក៏នាំគ្នាដើរទៅកន្លែងដាក់កាបូបវិញដើរទៅដល់ក៏បាត់កាបូបអាធីមែនយីអានេះលេងសុកទៅផ្ទះចោលគ្នាចាំមើលលើក្រោយឈប់ហើយឯងលេងជាមួយហ្មងណានិយាយបែបហ្នឹងហើយពួកយើងក៏នាំគ្នាដើរទៅផ្ទះដល់ផ្ទះករណាវិបុលនិងបតីគឺនៅហួសផ្ទះខ្ញុំចំនួន2ផ្ទះប៉ុន្តែផ្ទះពួកគេនៅម្ខាងផ្លូវទៀតណាចំណែកឯផ្ទះអាធីគឺនៅឆ្ងាយជាងគេពីផ្ទះខ្ញុំទៅរំលងប្រហែលជា10ផ្ទះឯណោះបានទៅដល់ផ្ទះវាអញ្ចឹងពេលហ្នឹងពេលដែលគ្រប់គ្នាទៅអស់ហើយខ្ញុំក៏បានដើរទៅដល់មុខផ្ទះមើលទៅក៏ឃើញម៉ែអង្គុយនៅមុខផ្ទះហើយមានកាន់ពតនៅនឹងដៃទៀតហើយឯងទៅមកពីណាស្មានហ្នឹងហើយទៅជួបផ្ទះខ្ញុំជាប់លេងបិទពួនម៉ែហើយលេងបិទពួនស្អីឯងទាំងយប់ហ្នឹងមើលអញវាហ្នឹងមួយសិន
ឃើញម៉ែរត់មកចង់វាយបែបហ្នឹងខ្ញុំក៏បានប្រើក្បាច់ចាស់រត់ត្រយចូលទៅក្នុងផ្ទះទៅកន្លែងផ្ទះបាយហើយធ្វើជាលាងចានពេលដែលកំពុងតែសម្ដែងហ្នឹងឃើញម៉ែដើរចូលតាមមកពីក្រោយខ្ញុំក៏បាននិយាយថាម៉ែខ្ញុំលាងចានឃើញខ្ញុំលាងចានអញ្ចឹងម៉ែក៏និយាយថាហើយនៅក្រោយតែនៅលេងដល់យប់អញ្ចឹងទៀតដឹងតែរួចខ្លួនទេបាទម៉ែមើលយកឆ្នាំងសម្លលាងផងលាងហើយរកងូតទឹកហូបបាយទៅមកហូបម៉ែគ្រប់ទុកនៅលើគ្រែបាទម៉ែឃើញអត់ក្បាច់ហ្នឹងបានផលរបស់គេមែនណាអ្នកទាំងអស់គ្នាពេលហ្នឹងសំណាងហើយដែលម៉ែមិនទាន់លាងចានកុំអីខ្ញុំដឹងតែទុកសាច់ហើយអញ្ចឹងក្រោយពីលាងចានហើយខ្ញុំក៏បានផ្លាស់កៅអៅងូតទឹកងូតហើយខ្ញុំក៏បានឡើងមកលើគ្រែដើម្បីហូបបាយហើយលាងចានទុកដាក់ហើយរួចរាល់ខ្ញុំក៏បានចូលទៅក្នុងបន្ទប់ដើម្បីធ្វើកិច្ចការផ្ទះមុខវិជ្ជាគណិតដែលគ្រូបានដាក់ឲ្យពេលហ្នឹងមេឃងងឹតហើយម៉ោងប្រហែលជា7កន្លះកំពុងតែអង្គុយធ្វើកិច្ចការផ្ទះសុកខ្ញុំក៏ឮសំឡេងម៉ែអាធីស្រែកពីមុខផ្ទះមកម៉ែអេងអើយនៅផ្ទះអត់ចាមានការអីបងអេនៅផ្ទះអត់នៅតាវាកំពុងធ្វើលំហាត់នៅក្នុងផ្ទះឮម៉ែអាធីសួររកខ្ញុំអញ្ចឹងខ្ញុំក៏បានដាក់ខ្មៅដៃចោរួចក៏ដើរចេញមកក្រៅឃើញខ្ញុំដើរចេញមកបែបហ្នឹងម៉ែអាធីក៏បានសួរខ្ញុំថាអេងមានដឹងថាអាធីតាណាអត់មិនអត់ឃើញវាទៅផ្ទះទេខ្ញុំគិតថាវាទៅផ្ទះហើយតើហើយមុនហ្នឹងហើយមានតែលេងជាមួយគ្នាអត់លេងតើមីងខ្ញុំលេងបិទពួននៅសាលាតែគិតថាវាមកផ្ទះហើយព្រោះតែបាត់កបោវាអញ្ចឹងហើយខ្ញុំក៏បាននាំគ្នាមកផ្ទះដែរទៅមកផ្ទះស្អីមីងនឹងអង្គុយចាំវាមកល្ងាចអត់ឃើញវាទេហើយមុនហ្នឹងលេងគ្នាប្រហែលអ្នក5នាក់មីងហើយចេញពីលេងហ្នឹងមានតាណាទៀតអត់ទេមីងលេងហើយពួកខ្ញុំមកផ្ទះអត់បានតាណាទៀតទេឥឡូវជូនមីងទៅផ្ទះ3នាក់ទៀតបន្តិចមើលក្រែងវាដឹងថាអាធីតាណាពេលនោះខ្ញុំក៏គិតក្នុងចិត្តថាដឹងអីបើពួកយើងនាំគ្នាដើររកតែទាំងអស់គ្នាហើយតែរកមិនឃើញផងហ្នឹងតែដើម្បីឲ្យអស់ចិត្តខ្ញុំក៏បានជូនគាត់ទៅពេលដែលដើរទៅដល់ផ្ទះករណាវិបលនឹងវតីពួកគេសុទ្ធតែនិយាយថាមិនឃើញគ្រប់គ្នាថាឲ្យឃើញមិនបាទអាធីវាបាត់តាំងពីនៅវត្តឯណោះហ្នឹងពេលហ្នឹងម៉ែអាធីក៏បានសួរខ្ញុំម្ដងទៀតពីរឿងដែលខ្ញុំលេងបិទពួននោះបន្ទាប់មកខ្ញុំក៏បានរៀបរាប់ពីដំណើររឿងទាំងអស់ប្រាប់គាត់ឲ្យបានដឹងជាពិសេសរឿងដែលខ្ញុំបានឃើញអាធីដើរទៅបិទពួននៅកន្លែងចែកដីដែលខ្ញុំឃើញវាជាលើកចុងក្រោយហ្នឹងឮខ្ញុំនិយាយអញ្ចឹងហើយម៉ែអាធីក៏បានរត់ទៅវត្តហើយពួកខ្ញុំក៏បានរត់ទៅជាមួយគាត់ដែរទៅដល់គាត់ក៏បានសួរពួកខ្ញុំថាលេងនៅម្ដុំណាហើយខ្ញុំក៏បានប្រាប់ទីតាំងគាត់ហើយក៏នាំគ្នាដើររកវត្តមិនជាធំប្រហែលទេដើររកជើង1ម៉ោងស្រែកហៅផងសួរលោកផងក៏នៅតែរកមិនឃើញហើយដោយសារតែយប់រៀងជ្រៅទៅហើយខ្ញុំក៏បានត្រឡប់មកផ្ទះវិញមុនទុកឲ្យចាស់ជាអ្នកដើររកបន្តមិនដឹងថាពួកគាត់ដើររកដល់ម៉ោងប្រហែលទេលុះដល់ព្រឹកឡើងវាគឺជាថ្ងៃសៅរ៍សាលាមិនរៀនទេក្រោកមកខ្ញុំក៏ឃើញម៉ែអាធីកំពុងតែដើរមកផ្ទះខ្ញុំម្ដងទៀតដោយគាត់បាននិយាយថាឯងជួយជូនមីងទៅវត្តប្រាប់ពីកន្លែងដែលពួកឯងលេងម្ដងទៀតមកពេលនោះដល់ឃើញទឹកមុខគាត់ស្ងួតស្ងាត់ពេកខ្ញុំមិនបានសួរគាត់ថាយប់មិញរកអាធីឃើញឬអត់ទេព្រោះបើថាគាត់រកឃើញគាត់មកម្ដងទៀតអញ្ចឹងទេអញ្ចឹងក្រោយពីគាត់បានពឹងបែបហ្នឹងហើយខ្ញុំក៏បានរត់ទៅផ្ទះករណាវិបលនឹងបតីឲ្យទៅជាមួយគ្នាមកដល់ចំណុចនេះខ្ញុំសូមនិយាយពីទីតាំងវត្តនោះបន្តិចដោយវត្តនោះមានច្រកចេញចូលចំនួន4គឺនៅទិសខាងកើតជើងត្បូងដែលបើឲ្យយើងអាចឆ្លងកាត់បានជាធម្មតាលើកលែងតែទិសខាងលិចទេគឺជាច្រកផ្លូវទៅកន្លែងប្រឆាបូជាសពហើយគេបើកទ្វារឆ្លងកាត់តែពេលមានពិធីតែប៉ុណ្ណោះដោយសារតែនៅក្បែរហ្នឹងមានទឹកស្រះនិងមានដើមស្វាយ2ដើមធំទៀតខ្លាចថាបើបើករហេតរហូតទៅមានក្មេងសិស្សសាលាទៅលេងទឹកឬក៏ទៅបេះស្វាយទៅមានគ្រោះថ្នាក់ហ្នឹងហើយអញ្ចឹងពេលដែលទៅដល់ខ្ញុំក៏បានប្រាប់ពីទីតាំងដែលពួកយើងលេងឲ្យគាត់ដឹងម្ដងទៀតហើយពួកយើងនៅតែនាំគ្នាដើររកដោយការប្រយុទ្ធអញ្ចឹងគ្រាន់ថាឥឡូវហ្នឹងវេវាភ្លឺយើងដើររករៀងងាយស្រួលមិនបាច់ចាំបាច់ប្រើពិលប្រើអីទេអញ្ចឹងដើររកបានប្រហែលជា1ម៉ោងក្រោយមកមើលទៅដូចជាគ្មានតម្រុយអីសោះហើយចាស់គាត់មិនត្រឹមតែរកនៅក្នុងបរិវេណវត្តទេគាត់ក៏បានទៅរកនៅផ្នែកខាងក្រោយកន្លែងគេបូជាសពទៀតតែនៅតែរកមិនឃើញដដែលហើយដោយសារតែពេលហ្នឹងហត់ពេកហើយមេឃហ្នឹងក៏ក្តៅផងខ្ញុំនិង3នាក់ទៀតក៏បាននាំគ្នាដើរសម្ដៅមកសាលាដើម្បីសម្រាកពេលដែលដើរមកនោះពួកខ្ញុំបានដើរកាត់ដើមពោធិ៍ដែលមានរោងអ្នកតានៅខាងក្រោមកន្លែងដែលខ្ញុំបានពួនពីល្ងាចមិញ
ដើរទៅដល់កន្លែងហ្នឹងខ្ញុំក៏បានក្លៀសភ្នែកមើលទៅលើទៅស្រាប់តែខ្ញុំបានឃើញកាបូបរបស់អាធីនៅលើដើមពោធិ៍នោះហើយវាស្ថិតនៅចុងខាងលើខ្ពស់ខ្លាំងមែនទែនឃើញបែបហ្នឹងខ្ញុំក៏បានរត់ទៅប្រាប់ម៉ែអាធីឲ្យបានដឹងហើយពួកឯងជាអ្នកលេងយកតលាក់អញ្ចឹងមែនលាក់មិញមើលឡើងកម្ពស់ណានៃពួកខ្ញុំឡើងមិនដល់បើពួកឯងមែនជាអ្នកយកឡើងអញ្ចឹងណាគេជាអ្នកយកឡើងអញ្ចឹងខ្ញុំមិនដឹងដែរហ្នឹងពេលដែលរកអាធីឃើញអញ្ចឹងម៉ែពុកអាធីក៏ពិបាកចិត្តខ្លាំងមែនទែនអញ្ចឹងដល់អស់ជំរឿហើយពេលនោះក៏មានមីងម្នាក់បានដើរមកប្រាប់ម៉ែអាធីថាបើរកមិនឃើញទេសាកទៅរកគ្រូទីមើលក្រែងវាប៉ះពាល់គេឯងដឹងបានជាគេយកវាលាក់អញ្ចឹងឬគេប្រាប់បែបហ្នឹងហើយដល់បារម្ភពីកូនម៉ែអាធីក៏បានទៅជួបគ្រូទីម្នាក់នៅចុងភូមិទៅដល់មុខផ្ទះគ្រូនោះគាត់ក៏បានឃើញគ្រូនោះកំពុងតែស្រោចទៅផ្កានៅមុខផ្ទះពេលនោះម៉ែពុកអាធីក៏បានឈប់ម៉ូតូនៅខាងមុខរួចពួកគាត់ក៏រត់ទៅជួបគ្រូនោះទាំងយំថាលោកគ្រូសូមជួយកូនខ្ញុំផងហើយកូនឯងកើតអីកូនខ្ញុំមកវាបាត់តាណាក៏មិនដឹងទេបាត់មួយថ្ងៃមួយយប់ហើយឥឡូវចូលមកក្នុងសិនមកចាំនិយាយគ្នានិយាយប៉ុណ្ណឹងហើយម៉ែពុកអាធីក៏បានចូលទៅក្នុងបន្ទាប់មកពួកគាត់ក៏នាំគ្នាអង្គុយនៅមុខអាសនៈហើយគ្រូនោះក៏បានសួរពីថ្ងៃខែឆ្នាំកំណើតរបស់អាធីដឹងថ្ងៃខែកំណើតរបស់វាហើយគាត់ក៏សួរម៉ែពុកវាថាហើយបាត់កូននៅកន្លែងណានៅសាលារៀនក្នុងវត្តលោកគ្រូគ្រាន់តែឮម៉ែអាធីនិយាយអញ្ចឹងហើយគ្រូនោះក៏ចាប់ផ្ដើមធ្វើការកូនគូមើលបានមកស្ទុះក្រោយមកគ្រូនោះក៏បាននិយាយថាអាធីវាមិនបានតាណាឆ្ងាយទេវានៅម្ដុំកន្លែងវាលេងនឹងឯងអញ្ចឹងធ្វើមិនរកឃើញវាទៅយប់ហ្នឹងម៉ោង12ចាំទៅធ្វើពិធីហៅវាត្រឡប់មកវិញហើយកុំភ្លេចហៅអ្នកពាក់ព័ន្ធឲ្យទៅចូលរួមផងក្រោយពីបានជួបគ្រូនោះហើយម៉ែពុកអាធីក៏បានបញ្ញាប់មកផ្ទះដើម្បីរៀបចំសម្ភារៈតាមអ្វីដែលគ្រូនោះបានប្រាប់លុះដល់យប់ឡើងម៉ោង11ជាងខ្ញុំនិង3នាក់ទៀតព្រមទាំងចាស់សរុបទាំងអស់គ្នាប្រហែលជា15នាក់បាននាំគ្នាដើរទៅកន្លែងដើមពោធិ៍ម្ដងនៅក្នុងវត្តកន្លែងដែលខ្ញុំបានឃើញកាបូបអាធីនៅលើនោះក្រោយពីទៅដល់ហើយគ្រូនោះក៏បានរៀបចំពិធីម្យ៉ាងដូចជាការបូលអញ្ចឹងហើយពេលហ្នឹងខ្ញុំនៅខំអង្គុយចាំមើលគេទាំងស្ងាត់ផងអីផងហើយបានបន្តិចក្រោយមកគ្រូនោះក៏បានដុតធូបមួយបាច់យ៉ាងធំហើយឲ្យគ្រប់គ្នាកាន់ទៀនកាន់ធូបហើយត្រូវដើរតាមពីក្រោយគាត់បើយើងនិយាយសាមញ្ញទៅគឺដូចជាយើងដើររៀមមានអញ្ចឹងហើយពេលហ្នឹងគាត់បានដើររកជុំវិញហ្នឹងយកពេលដើរឆ្លោះមើលជុំវិញបរិវេណសាលាផងនិងបរិវេណវត្តផងតែនៅតែរកមិនឃើញដានរបស់អាធីសោះរកមិនឃើញបែបហ្នឹងគ្រប់គ្នាបំរុងនឹងដើរត្រឡប់ទៅវិញហើយតែដូចជាមានអីមកជំរុញចិត្តខ្ញុំឲ្យនិយាយចេញមកថាតិចវានៅក្រោយកន្លែងអ៊ុតខ្មោចទៅឬខ្ញុំនិយាយអញ្ចឹងគ្រូនោះក៏បាននិយាយថាមិនបានឯងគិតអញ្ចឹងខ្ញុំមិនដឹងដែរតែខ្ញុំដូចជាមានអារម្មណ៍ថាវានៅហ្នឹងក្រោយពីឮខ្ញុំនិយាយអញ្ចឹងហើយគ្រូនោះក៏បានប្រាប់ឲ្យគ្រប់គ្នាទៅចាំនៅកន្លែងដើមពោធិ៍ចិត្តសាលាសិនទៅចាំគាត់នឹងខ្ញុំជាអ្នកដើរទៅកន្លែងនោះមិនបានត្រូវជាខ្ញុំតាហើយអាចារ្យឯងចង់រកមិត្តភក្តិឲ្យឃើញវិញអត់ចង់អញ្ចឹងដើរតាមមកដោយសារតែចិត្តចង់រកអាធីឲ្យឃើញខ្ញុំក៏បង្ខំចិត្តទៅជាមួយតាគ្រូនោះទាំងខ្លាចអញ្ចឹងពេលដែលនិយាយព្រមព្រៀងគ្នារួចហើយគ្រូនោះក៏បានហុចថង់យាមមួយមកឲ្យខ្ញុំស្ពាយរបៀបដូចជាថង់យាមកូនសិស្សលោកអញ្ចឹងគ្រាន់តែវាពណ៌សបន្ទាប់ពីបានថង់យាមនឹងហើយខ្ញុំក៏យកវាមកស្ពាយហើយពួកយើងក៏ដើរសម្ដៅទៅខ្លាំងទ្វារវត្តខាងលិចតែ2នាក់តែប៉ុណ្ណោះពេលដែលដើរទៅនោះខ្ញុំដើរកាន់ដៃគ្រូនោះឡើងជាប់ហើយសំខាន់ណាពួកអាឆ្កែចង្រៃវាក៏លូឡើងក៏លួចពេញវត្តទៀតដើរទៅដល់ខ្លាំងទ្វារវត្តគ្រាន់តែតាគាត់បើករបងវត្តភ្លាមស្រាប់តែមានខ្យល់មួយឡើងត្រជាក់បក់មកប៉ះខ្ញុំពេលហ្នឹងខ្ញុំភ័យណាស់ហើយខ្ញុំក៏បាននិយាយថាតាខ្ញុំខ្លាចកុំខ្លាចដើរតាមពីក្រោយតាមកដោយគ្មានជំរើសខ្ញុំក៏ខំដើរតាមពីក្រោយគាត់ទាំងចិត្តមិនចង់ដើររហូតទៅដល់ស្រះស្រាប់តែមានអ្វីម្យ៉ាងលោតចូលទៅក្នុងទឹកប្រងតាអីគេហ្នឹងត្រីវាភ្លាក់ទេមិនអីទេពេលនោះពួកយើងដើររហូតទៅដល់មុខប្រឆាតាក៏បាននិយាយថាអាចៅនៅចាំតានៅក្រោមហ្នឹងហើយនិយាយអញ្ចឹងហើយគាត់ក៏បានឡើងទៅលើនោះពេលហ្នឹងខ្ញុំឈរនៅមុខប្រឆាហ្នឹងឡើងខ្លាចឡើងញ័រជើងអស់ហើយងាកមើលឆ្វេងស្ដាំទៅគឺងឹតឈឹងសំខាន់ណាស់ពេលហ្នឹងវាមានសំឡេងឆ្កែលូជា background ទៀតខ្ញុំខ្លាចឡើងចង់លិចនោមឯម្ដងហើយគណៈពេលដែលកំពុងតែខ្លាចនោះ ស្រាប់តែមេឃស្វាយនៅក្បែរហ្នឹងធ្លាក់មកព្រុស
តាមកវិញមកខ្មោចតាខ្មោចឮខ្ញុំស្រែកអញ្ចឹងតាក៏បានរត់ចុះមកមើលខ្ញុំហើយគាត់ក៏សួរថា ហើយមានរឿងអី ខ្ញុំឮអីធ្លាក់នៅកន្លែងដើមស្វាយមិញហ៎តាស្ដាប់ខ្ញុំនិយាយអញ្ចឹងហើយតាក៏បានដើរទៅខាងក្រោមដើមស្វាយនោះហើយខ្ញុំតោងដៃគាត់ឡើងស្អិតជាប់ពីក្រោយដើរទៅដល់ក្រោមដើមស្វាយតាក៏បានឆ្លុះពិលមើលទៅលើដើមស្វាយនោះប៉ុន្តែអត់មានឃើញអីទេហើយនៅក្រោមដើមស្វាយហ្នឹងក៏អត់មានមេឃអីធ្លាក់មកដែរពេលហ្នឹងខ្ញុំក៏ទៅខំមើលឆ្វេងស្ដាំកលៀសភ្នែកមើលទៅបង្កាន់ដៃកន្លែងប្រឆាទៅស្រាប់តែខ្ញុំបានឃើញអីខ្មៅស្ទង់នៅលើបង្កាន់ដៃនោះគ្រាន់តែឃើញអញ្ចឹងភ្លាមខ្ញុំស្រែកទាំងយំថាតាខ្មោចនៅលើនោះអូពេលដែលឮខ្ញុំស្រែកអញ្ចឹងហើយតាក៏បានប្រចាំងពិលទៅតាមអ្វីដែលខ្ញុំច្អល់ទៅស្រាប់តែពេលនោះអ្វីដែលខ្ញុំបានឃើញមុនហ្នឹងតាមពិតគឺជាអាធីតាឃើញមិត្តភ័ក្ដិអញ្ចឹងខ្ញុំអរនឹងភ្លេចខ្លាចហើយខ្ញុំរៀបនឹងរត់ទៅរកវាហើយតាស្រាប់តែតាក៏បាននិយាយថា គុំទៅនោះមិនជាអាធីទេ គ្រាន់តែតានិយាយអញ្ចឹងភ្លាមចិត្តខ្ញុំដែលអរមុនហ្នឹងក៏ប្រែទៅជាខ្លាចហើយខ្ញុំក៏បានរត់មកឈរពីក្រោយតាវិញពេលនោះតាក៏បានអង្គុយចុះហើយគាត់ក៏បានឲ្យខ្ញុំហុចថងយាមឲ្យគាត់រួចគាត់ក៏បានយកធូបមួយបាច់យ៉ាងធំមកដុតរួចក៏សូត្រអីម្យ៉ាងខ្សឹបឡើងមកស្ទុះបន្ទាប់ពីសូត្របែបហ្នឹងហើយតាក៏បានស្រែកទៅកាន់អាធីថា អាធីមកវិញមកចៅ គ្រាន់តែឮតានិយាយអញ្ចឹងហើយអាធីក៏បានអន់មុខចុះហើយខ្លួនវាក៏ទន់ធ្លាក់ពីលើប្រកាន់ដៃប្រឆានោះមកក្រោមព្រោះសំណាងឲ្យពេលនោះប្រកាន់ដៃមិនខ្ពស់ឃើញអញ្ចឹងភ្លាមតាក៏បានស្ទុះទៅលើអាធី3ហើយគាត់ក៏បាននិយាយថា តោះប្រញាប់ចេញពីកន្លែងនេះឲ្យលឿន ឮតានិយាយអញ្ចឹងហើយខ្ញុំក៏ប្រញាប់ដើរតាមពីក្រោយគាត់ប៉ុន្តែគណៈពេលដែលខ្ញុំដើរហ្នឹងខ្ញុំឮដូចជាសំឡេងសម្រាប់ជើងមនុស្សដើរតាមពីក្រោយខ្ញុំដែរដល់មានអារម្មណ៍អញ្ចឹងខ្ញុំក៏ងាកក្រោយមើលពេលដែលងាកទៅស្រាប់តែខ្ញុំបានឃើញស្រមោលខ្មៅធំចំនួន3កំពុងតែដើរតាមពីក្រោយខ្ញុំគ្រាន់តែឃើញអញ្ចឹងភ្លាមខ្ញុំក៏ស្រែកថាតាខ្មោចហើយភ្លាមខ្ញុំក៏រត់ប្រុចចោលតាតែម្ដងរត់រហូតទៅដល់ក្នុងបរិវេណវត្តវិញអញ្ចឹងពេលដែលចូលទៅដល់ក្នុងវត្តវិញអញ្ចឹងគ្រប់យ៉ាងហាក់ដូចជាប្រសើរហើយពួកយើងក៏ដើរទៅដល់កន្លែងដើមពោម៉ែពុកអាធីឃើញតា3អាធីអញ្ចឹងពួកគាត់ក៏ស្ទុះរត់មកមើលអាធី កូនខ្ញុំមិនដែរលោកគ្រូ យកវាទៅដាក់នៅកន្លែងពិធីសិនទៅ ឮតាគ្រូនិយាយអញ្ចឹងហើយម៉ែពុកអាធីក៏បានយកអាធីទៅដាក់ដេកនៅនឹងដីបន្ទាប់មកតាគ្រូក៏បានសូត្រមន្តអីម្យ៉ាងនឹងមកស្ទុះគ្រាន់តែគាត់ឈប់សូត្រភ្លាមអាធីក៏ដឹងខ្លួនវិញពេលនោះម៉ែពុកវាសប្បាយចិត្តខ្លាំងណាស់ហើយខ្ញុំក៏អរខ្លាំងដែរដែលវាមិនអីអញ្ចឹងបន្ទាប់ពីគ្រប់យ៉ាងលេងអីបែបហ្នឹងពួកយើងក៏នាំគ្នាទៅផ្ទះវិញទៅលុះដល់ព្រឹកឡើងម៉ោងប្រហែលជា11ខ្ញុំនិងម៉ែក៏បានទៅលេងផ្ទះអាធីដើម្បីសួរសុខទុក្ខវាអានេះបាត់មកយប់មួយថ្ងៃចេះនៅរស់ដែរអត់មានអីស៊ីផងអញ្ចឹងពេលដែលទៅដល់ម៉ែក៏បានសួរម៉ែអាធីថា អាធីមកយាយអូវាលេងអីបងហើយមានបានសួរអីវាអត់ថាម៉េចបានវាទៅលេងនៅកន្លែងហ្នឹងបន្ទាប់ពីឮម៉ែសួរបែបហ្នឹងហើយម៉ែអាធីក៏បានរៀបរាប់ថាការដែលខ្ញុំនឹងវាលេងបិទពួនហ្នឹងអាធីវាបានទៅពួននៅកន្លែងដើមពោដែលមានរោងអ្នកតានឹងម្ដងទៀតតែកំពុងតែពួនហ្នឹងវាបានឃើញខ្ញុំស្រែកហៅវាហើយក្រោយមកទៀតហើយវាក៏ក្រោកដើរតាមខ្ញុំទៅពួននៅកន្លែងចាត់អីមួយចំណុចហ្នឹងគឺនៅត្រង់កន្លែងដែលខ្ញុំហៅវាហើយវាងាកមករកខ្ញុំហើយវាដើរតែបាត់ទៅហ្នឹងហើយវាថាពេលដែលវាដើរតាមខ្ញុំទៅដល់កន្លែងចែកដីហើយវាថាខ្ញុំនេះបានបបួលវាទៅពួននៅខាងក្រោយវត្តនៅកន្លែងប្រឆាដើម្បីកុំឲ្យគេដើររកឃើញឮខ្ញុំបបួលអញ្ចឹងអាធីវាមិនបានគិតអីច្រើនទេវាក៏បានដើរតាមខ្ញុំហើយវាក៏ដើរចេញទៅរហូតទៅដល់ខ្លោងទ្វារវត្តនៅខាងក្រោយដើរទៅដល់កន្លែងប្រឆាស្រាប់តែមានអីម្យ៉ាងឡើងត្រជាក់មកប៉ះខ្លួនវាវឹបតែមកវឹបហ្នឹងវាក៏លែងដឹងខ្លួនតែម្ដងឮម៉ែអាធីនិយាយអញ្ចឹងហើយខ្ញុំខ្លួនឯងនេះឡើងភ្ញាក់ព្រោះបើគិតឡើងវិញទៅខ្ញុំជួបរឿងចម្លែកហ្នឹងតាំងពីលេងបិទពួនលើកទី2មកម្លេះគឺខ្ញុំបានឃើញអាធីមកពួនពីក្រោយហើយវាដាក់ដៃឡើងត្រជាក់មកលើស្មាខ្ញុំហើយក្រោយមកទៀតពេលដែលលេងជាលើកទី3ខ្ញុំឃើញអាធីវាដើរទៅចាត់ដីតែដល់អាធីវាបកស្រាយបែរជាវានិយាយថាវាឃើញខ្ញុំនេះជាអ្នកហៅវាទៅវិញអញ្ចឹងមានន័យថាគ្រប់យ៉ាងដែលពួកយើងបានជួបនៅពេលនោះសុទ្ធតែជាការបំភាន់ភ្នែកទាំងអស់អញ្ចឹងក្រោយពីរឿងហ្នឹងបានកើតឡើងម្ដងហើយក្រោយមកទៀតពួកយើងក៏ប្រយ័ត្នដល់ម៉ោងចេញពីរៀនដឹងតែនាំគ្នាទៅផ្ទះហើយ
ហើយបើថាចង់លេងពួកយើងសុកចិត្តលេងនៅផ្ទះមិនហ៊ាននៅលេងនៅក្នុងវត្តដល់យប់ទៀតទេអញ្ចឹងបទពិសោធន៍ដ៏គួរឲ្យរន្ធត់មួយដែលខ្ញុំបានជួបកាលពីក្មេងនេះគឺវាមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នា